ngàyនេះយើងចូលតមេយើងទៀតតាក់ទងនឹង connection មួយ database អញ្ចឹងដើម្បី connection ជាមួយនឹង database យើងត្រូវ add dependency មួយក៏ពិតយើងត្រូវ add ពីរប៉ុន្តែខ្ញុំចង់ add មួយដើម្បី testing ឲ្យអ្នកនរគ្នាមើលសិនអូខេខ្ញុំអាច add ចេះprogress នេះ runtime ហើយយើងសាក request អូខេអញ្ចឹងមានន័យថាវាដើរអញ្ចឹងយើងមកមើលដើម្បី connection ជាមួយprogress វិញអញ្ចឹងខ្ញុំសុំ copy ខ្ញុំ copy អូខេអញ្ចឹងអានេះdata source យើង connection មកប៉ុន្តែយើងមានតែ progress យើងអត់មាន data source អញ្ចឹងយើងត្រូវចាំមើលបើសិនជាខ្ញុំអានេះជា database ដែលយើងមានស្រាប់ណាខ្ញុំអត់ទាន់បង្កើតថ្មីអញ្ចឹងខ្ញុំសាក run វាម្ដងទៀតអូខេខ្ញុំ run mvn clean package មួយសិនឲ្យវា clean package អូខេចាំមានវាដើរអញ្ចឹងយើងសាក run អូខេចាំមានន័យថាវាដើរប៉ុន្តែយើងអត់ដឹងថា connection ជាមួយ database របស់យើងនឹងខុសត្រូវអីអញ្ចឹងខ្ញុំសាកអានេះជាត្រឹមត្រូវនៅក្នុងdatabase របស់ខ្ញុំ MyBatis ហើយ username password អញ្ចឹងឧទាហរណ៍ថាខ្ញុំកែ username ខ្ញុំដាក់សត t ខ្ញុំដាក់សត t ចុះអញ្ចឹង username password របស់យើងគឺខុសឃើញអត់អញ្ចឹងខ្ញុំសាក run ម្ដងទៀតអញ្ចឹងវានៅតែចេញមកត្រូវដដែលវាអត់មាន error ថា mistake អូអានេះខុសconnection នឹងខុសណាអញ្ចឹងខ្ញុំបាន search ទៅយើងត្រូវការសរសេរកូដបន្តិចឥឡូវខ្ញុំដាក់ config អូខេខ្ញុំដាក់ config ចឹងខ្ញុំដាក់ config ហើយខ្ញុំដាក់កាត់ខ្លះមួយខ្ញុំថាដាក់ data source starter ចុះ data source start up អូខេខ្ញុំដាក់ start up validator ចុះអូខេអញ្ចឹងយើង implement វាចេញពី application runner applicationអូខេ runner អញ្ចឹងវាឲ្យយើង implement មួយអូខេយើង implement វាមក implement runner ហ្នឹងអញ្ចឹងអាហ្នឹងហើយអានេះវាអូខេអានេះអញ្ចឹងយើងបង្កើតវាជា component មក component អូខេអញ្ចឹងខ្ញុំដាក់ order វាយើងត្រូវ run វាមុនក្រោយអីចឹងយើង run វាក្នុង level ទី1ទី2អីចឹងទៅអូខេមាន value អូខេអញ្ចឹងយើងប្រកាស private មួយមក private final data source okay data source អញ្ចឹងយើង
import វាមួយចូល data source អញ្ចឹងយើងត្រូវការ set code បន្តិចអូខេអញ្ចឹងកន្លែងនេះយើងអាចប្រើចេះមកឲ្យបាត់ error កន្លែងនេះអញ្ចឹងដោយសារនៅកន្លែងនេះខ្ញុំមាន all abstract request abstract contactor អញ្ចឹងខ្ញុំដូរ style មួយទៀតឲ្យអ្នកនរគ្នាឃើញអូខេខ្ញុំសេចេះអាហ្នឹងវាដូចតែគ្នាទេអានេះតែគាត់ថាខ្ញុំសេ style មួយទៀតដើម្បីឲ្យអ្នកនរគ្នាយល់បានច្រើនពី style អញ្ចឹងអូខេចេះមកអូខេតបមក data this dot data source ស្មើនឹង data source អូខេចឹងនៅក្នុងនេះយើង set មក try អូខេយើងដាក់ try ខាងទីយើងប្រើ connection con អូខេស្មើនឹង data source dot get connection អូខេចុះអានេះយើងដាក់exception អូខេនេះយើងអាច through វាចេញក្រៅមក through new database connection fail let's start up okay អញ្ចឹងយើងអញ្ចឹងបើសិនជា connection fail វាអាចខុស username password អញ្ចឹងយើងដាក់តទៀតណាវាអាចខុស URL ហើយ username password អញ្ចឹងយើង check URL username and password អូខេអានេះយើងប្រើនេះវិញAlice Alligator start យើងប្រើនេះវិញចាស់អូខេអានេះអញ្ចឹងមានន័យថា
exception វាចូល exception នេះវាតជាមួយ exception នេះអញ្ចឹងយើងអាច statement stm select one ចឹងអូខេអញ្ចឹងយើងអាចមកតេស្តមកវិញអូខេអញ្ចឹងខ្ញុំសូមពិនិត្យមើល dependency តិចថាយើង add ត្រូវអត់អូខេយើងដោយសារយើង add progress មួយយើងខ្វះមួយទៀតគឺ data គឺមួយនេះអូខេអញ្ចឹងយើងខ្វះមួយទៀតអញ្ចឹងខ្ញុំសាកមិញវា run អូខេអញ្ចឹងខ្ញុំសាក run ដងទៀតវាច្បាស់ជា error អូខេខ្ញុំ run clean package មួយដើម្បីឲ្យវា install dependency អូខេអញ្ចឹងខ្ញុំសាក run ដោយសារនេះវា error ចាអូខេខ្ញុំ run ឲ្យអ្នកនរគ្នាមើលសិនតើវា error អីគេអូខេយើងមើល error របស់អ្នកគ្នាអញ្ចឹង error ដែលយើងជួបផ្ទះនេះឃើញអត់នេះ error data connecting fault add អូខេមើលនេះឃើញអត់នេះ add អូខេ adding cycle add startup នេះឃើញអត់ check URL or password អូខេអញ្ចឹងអានេះវាត string ទេ exception ទេអូខេអញ្ចឹងមានន័យថាវាឲ្យយើង check មើលនេះapplication.yaml នេះឃើញអត់ឃើញវាខុសអត់ t អត់ចាំបើខ្ញុំដាក់ឲ្យត្រូវវិញហើយយើង start ម្ដងទៀតឃើញអត់វាដើរធម្មតាឃើញអត់connection នេះគឺ start អូខេហើយវា run នេះដោយសារយើងប្រើ Postgres អញ្ចឹង Postgres វា database វា run concurrency អូខេអញ្ចឹងវាមាន pool វាមានអីតាមហ្នឹងអូខេអញ្ចឹងខ្ញុំសាកបង្កើតdatabase មួយថ្មីចុះអូខេខ្ញុំសន្មតថាអ្នកនរគ្នាមាន database Postgres នៅក្នុងម៉ាស៊ីនណាអូខេspring my artist អូខេចឹងខ្ញុំសន្មតអ្នកនរគ្នាមាន database អូខេអញ្ចឹងអាចដូរឥឡូវនេះមកហើយ password username គឺនៅដដែលអញ្ចឹងខ្ញុំសាក run ម្ដងទៀតអូខេអញ្ចឹងវាដើរអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ខុស database ខ្ញុំសាក run ម្ដងទៀតឃើញអត់វា error មកអូខេអញ្ចឹងវាមកអញ្ចឹងត្រឹមត្រូវអញ្ចឹងមានន័យថាយើងដឹងយើងអត់មានថាអូអានេះខុស password ខុស username អីហើយខុសឈ្មោះ database ហើយលេងអត់មានចេញ error អីមកវាអត់មាន return អីមកអាហ្នឹងក៏វាអត់ក៏វាមិនជា good practice ដែរអញ្ចឹងអូខេអញ្ចឹងវីដេអូយើងហ្នឹងមានតែប៉ុណ្្នឹងទេ